Công lắng còn riêng một hát khát bạch nông bóng xa ca cho mùi nâng môn trai cối nâng môn trai rơ tà bà prây chớ cho băng krab tí tăng cái chân này rật dùn đập lệch rật dùn nâng nòm cho rật dùn được khổ chất bắp mùi cần lánh ở rơ bác chuẩn chết trần. Công lăng ở một hạt khét bạch bóng xã ca cho mùi nâng môn trai cối nâng môn trai ở rạ tà bà prây chớ gọng cả xâm rộp xâm rùa đất nôn đôi lốt tụt vì nín rịch nhà rong ôm xa là đâm bóng khét cả vì ngày tìm một phây pi khai mỹ ní chân nằm pi pon một phây prém bàn cho bằng krab tì tăng cái chân này rật chân đập lệch rật chân nâng nòm trổ rật chân được có bắp mùi cần lấy thật nờ phùm bằng ẩm pớ khung đáy sọc ở rạ tà nạ mình đốt khét bạch bóng lũ rạ sân ai chia đa ra mẹ bình chia cà rong ở một hạt khét bạch bóng nợประថ្ងៃទី23ខែមីនាឆ្នាំ2025នេះថាក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីហែមវុធីមេបញ្ជាការអាវុធហត្ថខេត្តលោកក៏បានដឹកនាំកម្លាំងអាវុធហត្ថចូលរួមជាមួយនឹងមន្ត្រីគយនិងមន្ត្រីរដ្ឋបាលព្រៃឈើបានចុះទៅបង្ក្រាបទីតាំងមួយនេះដែលមានម្ចាស់ទីតាំងឈ្មោះថាលីយ៉ុងគួយភេទប្រុសជាជាតិចិនអាយុ55ឆ្នាំនិងអ្នកតំណាងទីតាំងឈ្មោះថាវ៉ាន់សុចិតាភេទស្រីអាយុ33ឆ្នាំមានតួនាទីគណនេយ្យលោករស្មីឯជាតារាក៏បានបញ្ជាក់ទៀតថាក្រោយការចុះបង្ក្រាបកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងនិងមន្ត្រីដែលពាក់ព័ន្ធបានធ្វើការត្រួតពិនិត្យរកឃើញថាមានរថយន្តដែលខុសច្បាប់និងបានធ្វើការខាត់ទុករួមមាន1ក្បាលរថយន្តសណ្ដោងរមាក់ចង្កូតស្ដាំចំនួន14គ្រឿង2រថយន្តទេសចរចម្រុះម៉ាកចង្កូតស្ដាំចំនួន10គ្រឿង3រថយន្តសណ្ដោងមានសាតែនចំនួន2គ្រឿង4សាមីរមាក់ចំនួន4គ្រឿងសម្រាប់រថយន្តកែច្នៃទាំងនេះត្រូវបានប្រគល់ជូនមន្ត្រីគយនិងរដ្ឋកោចាត់តាតាមនីតិវិធីដោយឡែកឧបករណ៍សម្រាប់ដាប់លេខតួរថយន្តចំនួន1ឈុតត្រូវបានយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីធ្វើតាមនីតិវិធីហើយឈើមួយចំនួនត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធីបន្តតែដោយអង្គភាពគេហទំព័រប្រមាញ់ជាដែន